มีส่วนกู้ยังหนึ่งเพื่อการเบาะสายสังเกตเมรินตีปรัมได้เมียนจะหนอจึงท่าการวิดำไหลขนมบางศึกษาหนึ่งการวิดำไหลตามหลักการแล้วอาจจะเลิกการวิดำไหลเป็นจอบให้นึกขนมจะได้ประดามบ่อยเยอะคือพิธาปีมีสระสำคัญนักขนมการโยนดังตาประเภทในการวิดำไหลตามหลักการแบบนั้นได้กำปงตาตั้งให้แบบปีตาพระหามีสระเทียบนึกขนมไปได้การวิดำไหลตามหลักการทุกใบจะมีลักษณะแบบนั้นก็ได้เป็นตระบาปราพระอย่างตรำเต้ามีพอตั้งดอกอ้อนแต่ทาเวียนงเมียนอัฐบิยาวจิจิวจิเมียนเลิกการศึกษาหนึ่งการระตึกเจ็ดระบบสักបន្ទាប់ពីកាពីបានឲ្យពិចារណាដោយសង្ខេបពីប្រភេទផ្សេងៗនៃការវិតម្លៃដំណាក់កាលយើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើប្រភេទដែលមានប្រសិទ្ធភាពបំផុតអ្វីជាការវិតម្លៃក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូនិងសិស្សដែលចំណុចរបស់យើងទី1យើងនិយាយថាតើការវិតម្លៃតាមដំណាក់កាលគឺជាអ្វីការវិតម្លៃតាមដំណាក់កាលគឺជាដំណើរការនៃការប្រមូលផុសតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សិលធម៌ជាតិមានន័យថាការវិតម្លៃទៅតាមដំណាក់កាលហ្នឹងមានន័យថាគឺយើងប្រមូលពុទ្ធចំណៃសិស្សមានថាយើងជួយកែសម្រួលព័ត៌មានសិស្សកែតិចនិចសិស្សនិយាយទៅគឺហៅយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលហ្នឹងថាយើងអាចកែប្រែយុទ្ធសាស្ត្រយើងឬក៏អាចកែប្រែតិចនិចយើងក្នុងការពរៀនសិស្សក៏ដូចជាការកាត់ខុសរបស់សិស្សហើយដល់ 2.2 របស់យើងគឺដំណើរការនៃការវិតម្លៃតាមដំណាក់កាលទី1គឺវិតម្លៃខុសតាំងបកស្រាយมันមានភាពរំអៀងតមតិផ្ដល់មតិត្រឡប់ដល់សិស្សភ្លាមឬពជាពេលច្បាស់លាស់មានន័យថាហ្នឹងយើងអាចបញ្យល់សិស្សហើយយើងអាចប្រាប់សិស្សភ្លាមអញ្ចឹងហើយបន្តមកគឺកែប្រែកែលម្អការបង្រៀនជំហានបន្ទាប់សកម្មភាពសិស្សចុងបញ្ចប់គឺប្រមូលផុសតាងនៃការសិក្សាការសង្កេតផ្លូវការសំណួរដែលមានរចនាសម្ព័ន្ធស្វ័យវិតម្លៃរបស់សិស្សចូលដល់ចំណុច 2.3 ចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់កាលវាមានច្រើនចំណុចយើងលើកឡើងគឺផុសតាងនៃការវិតម្លៃរបស់សិស្សរចនាសម្ព័ន្ធដែលចូលរួមនៅពាក្យពាន់តែកែលម្អធ្វើនៅពេលណាកែលម្អការបង្រៀនជំរុញនៃការនៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សគឺនីតិនៃស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តគុណលក្ខណៈសម្រាប់ភាពជោគជ័យហើយប្រភេទទី4ប្រភេទនៃការវិតម្លៃតាមដំណាក់កាលប្រភេទវិតម្លៃតាមដំណាក់កាលគឺបែងចែកជា2ទី1គឺក្នុងម៉ោងសិក្សានិងទី2គឺវិតម្លៃតាមដំណាក់កាលដំណាក់ដោយផ្អែកទៅលើការវិតម្លៃបញ្ចប់មានន័យថាក្នុងម៉ោងសិក្សាគឺមានបែងចែកជា2ទីគឺភ្លាមនិងមានកម្រងភ្លាមនោះមានន័យថានៅពេលដែលសិស្សធ្វើខុសមានន័យយើងអាចកែគាត់ភ្លាមឬក៏ម្យ៉ាងទៀតមានកម្រងន័យថាយើងអាចដឹងថាដល់ពេលដែលយើងបរៀនមេរៀនមួយដល់សិស្សមិនយើងដឹងថាមេរៀននេះវាមានលក្ខណៈពិបាកកន្លែងណាអញ្ចឹងយើងដឹងកម្រិតកត់អញ្ចឹងហើយទី2គឺវាតម្លៃតាមដំណាក់កាលដោយផ្អែកទៅលើការវាតម្លៃបញ្ចប់ជាដោយនោះដែរគឺការវាតម្លៃនេះគេមានបែងចែកជា3គឺក្នុងថ្នាក់រៀនទូទៅនិងថ្នាក់ធំក្នុងការវិតម្លៃតាមដំណាក់កាលគឺដល់ការវិតម្លៃពីរប្រភេទគឺការវិតម្លៃតាមម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលទៅលើផ្អែកលើវិតម្លៃបញ្ចប់ការវិតម្លៃក្នុងម៉ោងសិក្សាកើតឡើងនៅពេលដែលបង្រៀននិងកើតឡើងដោយបញ្ចូលទៅក្នុងការបង្រៀនតាមរយៈការសង្កេតរបស់គ្រូការសួរសំណួរមតិកែបទាន់ពេលវេលានិងការកែលម្អការបង្រៀននិងរៀនភ្លាមលក្ខណៈដែលប្លែកគឺថាត្រូវបានបង្កប់ជាមួយនឹងការបង្រៀនមានន័យថាកន្លែងហ្នឹងចំពោះសិស្សឧទាហរណ៍ណាចំពោះសិស្សឬក៏ចំពោះថ្នាក់មានន័យថាយើងកែប្រែការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងមានន័យថាឧទាហរណ៍យើងប្រើពុទ្ធបរិញ្ញាវាមានទីសាស្ត្រច្រើនអញ្ចឹងមានទីសាស្ត្រច្រើននៅពេលដែលយើងចង់បរិញ្ញាសិស្សឧទាហរណ៍ថាសិស្សហ្នឹងគាត់មានលក្ខណៈយល់បើគាត់នៅកម្រិតទាបឬក៏កម្រិតណាមួយអញ្ចឹងយើងអាចបញ្យល់ទៅតាមកម្រិតរបស់គាត់អញ្ចឹងធ្វើពេលយើងបញ្យល់បែបហ្នឹងធ្វើឲ្យរបៀបយល់របស់គាត់ហ្នឹងគឺងាយស្រួលក្នុងការយល់
ការវិតម្លៃក្នុងម៉ោងសិក្សាមានពីរប្រភេទគឺការបើភ្លាមៗនិងក្រុងទុកមានន័យថាដូចខ្ញុំបានលើកឡើងថាអញ្ចឹងភ្លាមន័យថានៅពេលដែលសិស្សខុសយើងអាចកែគាត់ភ្លាមហើយក្រុងទុកមានន័យថាយើងដឹងពីកម្រិតសិស្សមានន័យថាសិស្សគាត់កម្រិតគាត់អាចអត់យល់កន្លែងណាយើងព្រៀងទុកកន្លែងហ្នឹងដើម្បីបញ្យល់គាត់បន្ថែមហើយចូលដល់ចំណុចទី3គឺការសង្កេតហេតុអ្វីចាំបាច់សង្កេតសិស្សមកពីការជាសង្កេតសិស្សមូលហេតុដែលយើងចង់សង្កេតសិស្សទី1គឺមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សមើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការងារក្រុមមើលពីភាពត្រឹមត្រូវនៃចម្លើយកូនសិស្សក្នុងពេលឆ្លើយសំណួរមើលពីបំណិននៃការប្រើប្រាស់ភាសាវិទ្យាសាស្ត្រដែលសិស្សប្រើក្នុងការបញ្ចេញគំនិតសំណួរមួយទៀតគឺថាហេតុអ្វីចាំបាច់សង្កេតសិស្សពេលម៉ោងរៀនមើលថាតើគ្រូគួរផ្ដល់ឧទាហរណ៍បន្ថែមឲ្យសិស្សទៀតឬអត់មើលថាតើគ្រូត្រូវហៅសិស្សមួយណាឲ្យឆ្លើយចូលរួមមើលពីកម្រិតចាប់អារម្មណ៍របស់សិស្សមើលពីកម្រិតយល់ដឹងរបស់សិស្សដែលបង្ហាញតាមរយៈចម្លើយរបស់គេមើលដើម្បីដឹងពីចរិតឬចិត្តរំភើបរបស់សិស្សតាមរយៈចម្លើយរបស់គេការឆ្លើយតបទៅអារម្មណ៍និងប្រកបដោយឥទ្ធិពលរបស់សិស្សហើយចូលដល់ចំណុចបន្តគឺ 3.1 ការវិតម្លៃអាកប្បកិរិយាដែលគ្មានវិចារគ្រូបង្រៀនពឹងផ្អែកយ៉ាងខ្លាំងលើភាសាកាយវិការបង្ហាញទឹកមុខនិងទំនាក់ទំនងនៃរបស់សិស្សសម្រាប់ការសង្កេតដ៏ត្រឹមត្រូវសកម្មភាពទាំងនោះត្រូវបានគេហៅថាមិនមែនជាពាក្យសម្ដីពីព្រោះសារត្រូវបានតាក់ទងដោយអ្វីមួយអំពីសិស្សជាជាងខ្លឹមសារនៃអ្វីដែលគាត់បាននិយាយសញ្ញាដែលមិនមែនជាពាក្យសម្ដីទាំងនេះតែងតែសំខាន់ជាងអ្វីដែលបាននិយាយភាគច្រើនដោយសារតែពួកគេជាធម្មតាមិនមានចេតនានិងមិនអាចគ្រប់គ្រងបានដល់ចំណុចបន្តគឺ 3.2 ការសង្កេតតាមទឹកមុខគូរូបផ្ទៃមុខដែលបង្ហាញពីភាពខុសគ្នា6យ៉ាងស្អប់ពើមរីករាយទុកព្រួយភ្ញាក់ផ្អើលខឹងនិងភ័យខ្លាចមានន័យថាកន្លែងហ្នឹងគឺចង់និយាយអំពីទឹកមុខឧទាហរណ៍ថាទឹកមុខសិស្សវាបែងចែកជា7ទី1គឺការបន្ទុកចិត្តមានន័យថាយើងអាចស្មានតាមទឹកមុខគាត់អញ្ចឹងណាទី2ភ្ញាក់ផ្អើលយើងអាចថាទឹកមុខគាត់ភ្ញាក់ផ្អើលវាយ៉ាងម៉េចភមង្គលកំហឹងសោកសៅនិងបដិញ្ញាចិត្តនិងការភ័យខ្លាចមានន័យថាបើទិនយើងអាចមើលទឹកមុខសិស្សបានយើងអាចកំណត់ថាសិស្សហ្នឹងគាត់មានអារម្មណ៍យ៉ាងម៉េចក្នុងពេលដែលគាត់រៀននឹងបើសិនជាគាត់យល់មេរៀននឹងច្រើនគាត់គឺមានទឹកមុខដូចគេហៅថាលេខរៀនទី3គឺសុភមង្គលមានន័យថាគាត់មានអារម្មណ៍ថាសប្បាយចិត្តរីករាយនៅពេលដែលគាត់បានរៀនមេរៀនហ្នឹងអញ្ចឹងហើយទន្ទឹមនឹងដែរការសង្កេតគ្រូពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលសិស្សឆ្លើយសំណួរក្នុងអំឡុងពេលរៀនដើម្បីដឹងថាតើសិស្សយល់អ្វីដែលត្រូវបានបង្ហាញឬអាចអនុវត្តជំនាញគោលដៅគ្រូអាចចំណាយពេលរហូតដល់1/3នៃពេលវេលាបង្រៀនដើម្បីសួរសំណួរគ្រូបង្រៀនជាមធ្យមសួរសំណួរចំនួន400ក្នុងមួយថ្ងៃហើយសំណួរល្អគឺអាចបត់បែនបានគ្រូវាអាចត្រូវបានប្រើជាបុគ្គលឬក្រុមសិស្សហើយអាចត្រូវបានបដូរតាមបំណងដោយផ្អែកទៅលើចម្លើយជាក់លាក់របស់សិស្សតើគ្រូតើធ្វើដូចម្តេចដើម្បីឆ្លើយសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពទី1គឺសួរសំណួរឲ្យច្បាស់ចំនិងងាយយល់ក្នុងការឆ្លើយសួរសំណួរដែលបានគូសគងជាមួយលទ្ធផលសិក្សារំពឹងទុកសួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបានផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយផ្ដល់ចម្លើយសមរម្យឬមតិត្រឡប់សមរម្យដល់ការឆ្លើយរបស់សិស្ស6គឺជៀសវាងសំណួរទម្រង់បិទចាស់ឬបាទប្រើសំណួរប្រដេញបន្តពីចម្លើយរបស់សិស្សជៀសវាងសួរសំណួរដែលសិស្សដឹងចម្លើយហើយសួរសំណួរតាមលំដាប់លំដោយសមរម្យដល់ចំណុចទី5គឺនៅពេលដែលគាត់ឆ្លើយសំណួរហើយមានន័យថាគាត់ដឹងអ្វីគាត់ឆ្លើយមិនគាត់ត្រូវទាំងអស់ដល់អញ្ចឹងដល់ចំណុចទី5របស់យើងគឺការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពវិធីមួយដែលគ្រូ
បង្រៀនប្រើប្រាស់ព័ត៌មានវិតម្លៃគឺត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សនិស្សិតបន្ទាប់ពីពួកគេបង្ហាញពីចំណេះដឹងហេតុផលជំនាញឬការអនុវត្តរបស់ពួកគេការឆ្លើយតបរបស់គ្រូត្រូវបានហៅថាមតិកែលម្អឬផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សវិញមានន័យថាពេលដែលសិស្សឡើងឧទាហរណ៍សិស្សកែលម្អអញ្ចឹងដល់ពេលដែលគាត់កែហើយយើងអាចដឹងកម្រិតយល់ដឹងគាត់ប៉ុន្មានបន្ទាប់មកយើងបើសិនជាគាត់ខុសយើងអាចកែប្រែគាត់ចូលដល់ចំណុច 5.1 គឺប្រភេទនៃការផ្ដល់មតិកែលម្អការផ្ដិតមើលជូនដំណឹងដល់សិស្សអំពីភាពត្រឹមត្រូវនៃចម្លើយរបស់គាត់មានតែនិយាយថាចម្លើយគាត់ខុសគឺត្រូវទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់សិស្សដោយមិនមានព័ត៌មានបន្ថែមទទួលស្គាល់ចម្លើយមិនត្រឹមត្រូវហើយអនុញ្ញាតឲ្យរៀនឡើងវិញទាំងអល់បង្ហាញចម្លើយខុសដោយមិនប្រាប់ចម្លើយត្រូវឬយោបល់សម្រាប់កែលម្អចូលដល់ចំណុចបន្តគឺ 5.2 គឺការកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អចំនួន amount ជាទូទៅការផ្ដល់មតិកែលម្អដែលពណ៌នានឹងដាក់លក្ខជាក់លាក់ល្អជាងការផ្ដល់យោបល់ទូទៅវាជាការល្អបំផុតក្នុងការកំណត់កន្លែងដែលខុសច្រើនឬអ្វីដែលផ្លាស់ប្ដូរដែលនឹងមានប្រយោជន៍បំផុតសម្រាប់សិស្សពេលវេលាមតិកែលម្អគួរតែត្រូវបានផ្ដល់ឲ្យអំឡុងពេលឬភ្លាមបន្ទាប់ពីការបំពេញការងាររបស់សិស្សឬពន្យាពេលបន្តិចក៏បានកន្លែងហ្នឹងមានន័យថាដល់ពេលដែលយើងសិស្សគាត់កែហើយយើងសិស្សឡើងធ្វើការលំហាត់យើងអាចកែគាត់ភ្លាមឬក៏អាចឲ្យចាំឲ្យគាត់គិតបន្តិចហើយយើងកែក៏បានហើយរបៀបផ្ដល់មតិកែលម្អគឺពេលផ្ទាល់មាត់ការទៅឬការបង្ហាញនៅលក្ខណៈធានឬក៏ការបង្ហាញនៅកាយវិការណាមួយចូលដល់បន្ទាប់គឺចំណុច 5.2 គឺនិយាយពីការវិតម្លៃតាមដំណាក់កាលផ្អែកទៅលើការវិតម្លៃបញ្ចប់ការវិតម្លៃតាមដំណាក់កាលដែលផ្អែកទៅលើការវិតម្លៃបញ្ចប់ប្រភេទមុនពេលវិតម្លៃលំហាត់មានរចនាសម្ព័ន្ធបរិវត្តឧទាហរណ៍ថាមុននឹងយើងរៀនដល់មានគេហៅវាលំហាត់មានរចនាសម្ព័ន្ធនឹងបរិតេស្តកិច្ចការផ្ទះសំណួរខ្លីៗតេស្តកិច្ចការនៅក្នុងថ្នាក់មតិកែលម្អគំរូការប្រឡងចុងឆ្នាំឆមាសឧបករណ៍ digital ព័ត៌មានត្រឡប់វិញគឺប្រភេទរបៀបនៃការចែកចាយការសន្មត់ជាមុនគិតពេលវេលាការឆ្លើយតបរបស់សិស្សហើយការកែលម្អការបង្រៀនការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដោយមានអន្តរាគមន៍ការបង្រៀនដោយឆ្លើយតបភាពខុសគ្នារបស់សិស្សហើយវឌ្ឍនភាពសិក្សារបស់សិស្សគំរូការបង្ហាញសារចុះសារឡើងច្រើនដងនិងបើកន្លែងសិស្សណាអត់យល់អីចឹងហើយចូលដល់បន្ទាប់និយាយអំពីការផ្ដល់មតិត្រឡប់ទៅវិញមាន feedback ហ្នឹងធម្មជាតិនៃការផ្ដល់មតិត្រឡប់ទៅវិញគឺមាន6ដែលយើងពេលវេលាដែលផ្ដល់មតិយោបល់មានថាយើងកំណត់ពេលវេលាបានត្រឹមត្រូវយើងត្រូវដឹងថាពេលវេលាយើងបរិញ្ញាមានរយៈពេលប្រហែលផ្ដល់មតិត្រឡប់ផ្សេងដល់សិស្សផ្សេងគ្នាដោយគិតគូរពីសមត្ថភាពកម្រិតថ្នាក់និងមុខវិជ្ជាឯកទេសរបស់សិស្សមានន័យថាយើងអាចកំណត់សមត្ថភាពមិននឹងឲ្យយោបល់សិស្សទៅកំណត់ថាសិស្សហ្នឹងគាត់មានកម្រិតនៃការយល់ប៉ុណ្ណាអញ្ចឹងពួកយើងមិនអាចផ្ដល់ព័ត៌មានមួយសម្រាប់ឲ្យសិស្សដោយសារសិស្សមានសមត្ថភាពផ្សេងគ្នាអញ្ចឹង3គឺធ្វើភាពលំបាកនៃកិច្ចការជាអតិពលលើការផ្ដល់មតិយោបល់យ៉ាងដូចបន្តិចទី4អ្នកទទួលមតិត្រឡប់5គឺមធ្យោបាយនៃការផ្ដល់មតិត្រឡប់4គឺបរិមាណនៃការផ្ដល់មតិជំហាន3ដែលអាចជួយគ្រូឲ្យសន្មត់ជាមុនពីធម្មជាតិនៃការផ្ដល់មតិត្រឡប់យល់លទ្ធផលរំពឹងទុកនៃការសិក្សាដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានបង្កើតគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់មានន័យថាយើងអាចមុននឹងយើងបរិញ្ញាសិស្សយើងអាចដឹងអំពីលទ្ធផលរំពឹងទុកមានន័យថាមេរៀនហ្នឹងយើងចង់រៀនឲ្យសិស្សចឹងចេះពីអីហើយទី2យើងត្រូវដឹងថាមេរៀនហ្នឹងមានពិបាកកន្លែងណាអាចសិស្សអត់យល់កន្លែងណាដែលកើតមានឡើងចំពោះសិស្សហើយទី3គឺផ្ដល់ព័ត៌មានត្រឡប់ទៅសិស្សមានថាយើងអាចនៅពេលដែលយើងដឹងថាសិស្សអត់ចេះកន្លែងណាហើយយើងអាចបញ្ចូលទៅគាត់ថាយើងទៅយល់មិនចឹងណាហើយចូលដល់ចំណុចបន្ទាប់គឺតកតងទៅនឹង3.1ការសិក្សាប្រកបដោយសមត្ថភាពការសិក្សាប្រកបដោយសមត្ថភាពមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបរិយាបន្នដែលបង្ហាញសិស្ស
អស់តាមវិជាទីដូចគ្នាដោយចំនួនមកជីវិញជាមួយនឹងការបង្រៀនឆ្លើយតបទៅនឹងភាពចម្រុះរបស់សិស្សដើម្បីទទួលបានជោគជ័យក្នុងមុខវិជ្ជាសិក្សាហើយ3.2គឺការឆ្លើយតបដោយមានអន្តរាគមន៍3.3ការបង្រៀនដោយឆ្លើយតបភាពខុសគ្នារបស់សិស្សការបង្រៀននិងរៀនដើម្បីឆ្លើយតបឲ្យសិស្សដែលខុសគ្នារួមមាន5គឺទី1បរិស្ថានថ្នាក់រៀន2កម្មវិធីសិក្សា3ការវិតម្លៃ4ការបង្រៀននិងរៀន5គឺការគ្រប់គ្រងសិស្សចូលដល់ចំណុច 3.5 ការកែលម្អឲ្យបង្រៀនសារចុះសារឡើងឧទាហរណ៍ដល់ការអានបន្ថែមមានន័យថាដើម្បីឲ្យសិស្សយើងអាចឲ្យគាត់ខ្សោយយើងអាចគាត់អានបន្ថែមពី3សារអញ្ចឹងឲ្យដើម្បីឲ្យគាត់ឲ្យធ្វើឲ្យអំណាចការអានរបស់គាត់នឹងគឺបានល្អទី2គឺការបង្រៀនជាបុគ្គលឧទាហរណ៍ដល់សិស្សយើងគាត់មានច្រើនមានអ្នកខ្លះគាត់ចេះអានស្ទាត់អ្នកខ្លះមិនអានស្ទាត់អញ្ចឹងអាចបរៀនគាត់អញ្ចឹងណាហើយទី2ការងារក្រុមតូចមានន័យថានៅពេលដែលយើងបែងចែកឲ្យសិស្សក្នុងការដោះស្រាយបញ្ហាលំហាត់អីមួយដែលមានទំហំគឺថាវាអាចពិបាកគួរសមយើងអាចការបែងចែកគាត់ជាក្រុមដើម្បីអាចគាត់ភាសាទី3ការងារគំរូមានន័យបង្ហាញឲ្យគំរូបង្ហាញពីរបៀបនៃការគិតជំនាញជំនាញដល់សិស្សដើម្បីដោះស្រាយបញ្ហាជួបប្រទះណាមួយហើយការសួរសំណួរផ្ទាល់មកទៅសិស្សការពន្យល់ឡើងវិញសញ្ញាកិច្ចការបង្រៀនមិត្តភ័ក្តិលក្ខណៈវិនិច្ឆ័យនៃចំណាត់ថ្នាក់ការផ្លាស់ប្ដូរលំដាប់ការរុករកតាមអ៊ីនធឺណិតផែនទីបញ្ញត្តិឧបករណ៍ digital មានន័យថានៅពេលដែលយើងធ្វើចុះសារឡើងនេះយើងអាចមានការរុករកមានការស្វែងរកចម្លើយច្រើនទៅតាមរយៈទី1ផែនទីឬក៏អាចនិយាយថាប្លង់នៃមេរៀនឬក៏ឧបករណ៍ digital មានន័យយើងអាចប្រើប្រាស់ AI ឬក៏អាចប្រើប្រាស់អ៊ីនធឺណិតដើម្បីជួយរកចម្លើយយើងថាយើងធ្វើនឹងត្រឹមត្រូវឬអត់បានគួរឲ្យក្នុងការបកស្រាយរបស់ខ្ញុំគឺប៉ុណ្ណឹង